បាទមានសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះផងដែរខ្ញុំបាទនរិទ្ធមានជីវីដេអូបង្ហាញលើកទី2ពុកម៉ែបងបាទបង្ហាញលើកទី2បាទលើកទី1គឺអានេះជាខ្នាយប្រភេទខ្នាយតាន់សេរីចាស់បាទប្រភេទខ្នាយតាន់សេរីចាស់បាទហើយនេះជាប្រភេទខ្នាយសេរីចាស់របស់អ៊ុំមីឃុំបងប្អូនបាទអ៊ុំមីឃុំដែលខ្ញុំផុសជាមួយនាងពូនស័យម្សាមុនបាទប្រហែលថ្ងៃមុននោះបាទឥឡូវនេះគឺខ្ញុំជាវពីគាត់បាទគឺខ្ញុំជាវពីគាត់ហើយបាទតម្លៃរៀងត្រូវដែរបងប្អូនបាទតម្លៃរៀងត្រូវដែរបាទខ្ញុំយកមកនេះតម្លៃ80ទៅហើយបាទមកគូនឹងតម្លៃ80បាទមកគូ80ហើយតម្លៃនេះគឺខ្ញុំឃើញថានេះជាប្រភេទខ្នាយដែលធ្លាប់ឆ្លងកាត់នៃសម័យកាលសង្គ្រាមបាទហើយប្រភេទតាន់ស្អាតហើយសេរីចាស់បាទហើយសេរីចាស់បាទខ្នាយនេះបាទនិយាយរួមទៅគាត់ធ្លាប់មានប្រវត្តិឆ្លងកាត់សម័យសង្គ្រាមអញ្ចឹងហើយខ្ញុំក៏សូមជាវគាត់មកបាទដំបូងគាត់ជាវគេតែខ្ញុំគាត់ថាឃើញស្រឡាញ់ដែរគឺខ្ញុំចែកជាវគាត់ទៅបាទគឺយកមកគឺតម្លៃ80ទៅហើយបាទ$80បងប្អូនបាទក្នុងមួយក្នុងមួយគូបាទហើយពុកម៉ែបងប្អូនគ្រប់ស្រឡាញ់ចង់បានបាទអាចតម្លាក់ចំណងខ្ញុំបានបាទខ្ញុំឲ្យចំណេញតិចតួចក៏ខ្ញុំជាវដែរបាទដោយសារត្រូវការបច្ច័យបាទហើយនេះជាប្រភេទខ្នាយរបស់អ៊ំស្រីនៅខាងភូមិព្រៃគ្រីបាទគាត់យកនាងពូនស័យមកឲ្យជាវដែរបាទជាវនាងពូនស័យបាត់ទៅគឺនៅតែខ្នាយនឹងឯងបាទនៅខ្នាយតាននឹងឯងហើយខ្ញុំក៏ចែកជាវគាត់ដែរបាទចែកជាវគាត់ដំបងគាត់ជាវដំបងឡើយគឺគាត់ជូនខ្ញុំអង្គបាទគាត់ជូនខ្ញុំអង្គហើយដល់ពេលហើយទៅក៏ខ្ញុំចែកជាវគាត់មកអង្គថែមទៀតទៅបាទខ្ញុំជាវនាងពូនស័យឲ្យគាត់ជូនខ្ញុំមកអង្គបាទហើយក៏មកអង្គទីគាត់ថាទុកយកចៅគាត់ប្រើដល់ពេលរួចទៅក៏ខ្ញុំសុំចែកជាវគាត់ទៅគាត់ជាវឲ្យតែម្ដងទៅបាទហើយបើយកមកគូឲ្យយកមួយដែរវា3គូបាទហើយអញ្ចឹងសុំចែកជាវគាត់មួយនឹងប្រហើយទៅបាទហើយគឺតម្លៃ80ដូចគ្នាបងប្អូនបាទខ្នាយនេះតម្លៃ80ដូចគ្នាហើយនេះជាខ្នាយប្រភេទខ្នាយចាស់បាទរីចាស់ដែលធ្លាប់ឆ្លងកាត់នៃសម័យកាលសង្គ្រាមកន្លងមកបាទយ៉ាងហើយខ្ញុំចែកជាវគាត់ទៅបាទដាក់នេះមិនចំណេញច្រើនទេបងប្អូនបាទចំណេញ4-5រៀលអីគឺខ្ញុំដាក់ផឲ្យដើម្បីបានបច្ច័យវិញទេបាទហើយសម្រាប់ពុកម៉ែបងប្អូនគ្រប់ស្រឡាញ់បងគ្រប់ស្រឡាញ់ចង់បានគ្រប់ថែសារអីអាចទៅមកតាមលេខគឺតាម Telegram បានបងប្អូនបាទហ្នឹងហើយអរគុណណាពុកម៉ែបងប្អូនបាទតាមដានវីដេអូរបស់ខ្ញុំបាទនរិទ្ធហ្នឹងហើយអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាបាទសូមជូនពរសំណាងល្អសុខភាពល្អទាំងអស់គ្នា